Đấy ពុកម៉ែបងប្អូនខ្ញុំសូមបង្ហាញអំពីវិធីធ្វើបង្អែមបបរសណ្តែកចាខ្ញុំមានសណ្តែកខៀវចាខ្ញុំតិចទៀតខ្ញុំយកទៅត្រាំទឹកការត្រាំទឹកហ្នឹងគឺយើងត្រាំរយៈពេល2ម៉ោងទើបយើងយកមកធ្វើបង្អែមហ្នឹងធ្វើឲ្យវាមានលក្ខណៈទន់ល្អចាហើយបន្ទាប់មកយើងប្រើខ្ទិះដូងចាខ្ញុំទិញពីទីផ្សារខ្ទិះដូងហ្នឹងប្រហែលជាទៅ3000ទេចាហើយនឹងស្ករសខ្ញុំប្រើតាមចំណង់ចំណូលចិត្តបងប្អូនខ្ញុំប្រើតែ5ស្លាបព្រាបាយចាហើយបើសិនជាបងប្អូនចូលចិត្តផ្អែមរៀងខ្លាំងដិតបន្តិចគឺយើងដាក់លើសនឹងបន្តិចទៅតែខ្ញុំសម្រាប់ខ្ញុំដាក់5ស្លាបព្រាហើយនឹងប្រើអំបិលបន្តិចដែរហើយយើងដាក់ស្លឹកតើយដើម្បីឲ្យវាមានក្លិននៅក្នុងបង្អែមមួយមុខនេះចាបន្ទាប់មកខ្ញុំនឹងបង្ហាញពីវិធីធ្វើជាដំបូងខ្ញុំធ្វើការត្រាំសណ្តែកយើងសិនចាខ្ញុំរើសយកសណ្តែកដែលมันល្អចេញចាខ្ញុំធ្វើការត្រាំរយៈពេល2ម៉ោងទៅ3ម៉ោងទើបខ្ញុំយកមកធ្វើបង្អែមសណ្តែកមួយមុខហ្នឹងគឺយើងត្រូវដាក់គ្រាប់សាគូចាខ្ញុំនឹងត្រាំគ្រាប់សាគូហ្នឹងរយៈពេលប្រហែលជាកន្លះម៉ោងផងដែរបន្ទាប់ពីខ្ញុំត្រាំទឹក2ម៉ោងហើយខ្ញុំធ្វើការដាក់ទឹកដើម្បីដាំងាស់វាដើម្បីឲ្យសណ្តែកយើងផុយអញ្ចឹងខ្ញុំចាប់ផ្ដើមធ្វើការងាស់រយៈពេលកន្លះម៉ោងទៅ1ម៉ោងដើម្បីឲ្យសណ្តែកយើងនឹងកាន់តែផុយបន្ទាប់ពីសណ្តែកយើងរីកទឹកអស់ហើយយើងធ្វើការដាក់ខ្ទិះដូងយើងចូលដាក់ខ្ទិះដូងចូលហើយយើងធ្វើការកូរយើងអាចដាក់ម្សៅសាគូយើងដើម្បីឲ្យវារីកចូលដែលយើងត្រាំទឹកហ្នឹងដាក់ចូលបន្ទាប់មកយើងទុករហូតដល់ពុះទើបយើងប្រើការដាក់ស្ករចូលធ្វើការដាក់ស្ករចូលហើយយើងដាក់ប៉ុណ្ណឹងសិនហើយយើងដាក់អំបិលចូលបន្តិចមកហើយយើងក៏ធ្វើការក្រោកទឹករយៈពេលឲ្យវាពុះទើបយើងដាក់ស្ករពេលយើងដាក់ស្ករហើយសណ្តែកយើងរីកអស់ហើយយើងអាចបិទភ្លើងអរគុណដែលបានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់យើងអាចដាក់ទឹកដោះគោថែមទឹកដោះគោខាប់ក៏បានឬក៏យើងថែមក្បាលខ្ទិះថែមបន្តិចទៀតក៏បានអរគុណសម្រាប់ទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់សូមជម្រាបលា